រៀបចំខ្លួនទៅលេងកែមើលមកកូនប្រុសខ្ញុំគឺសប្បាយអមែនតើបងប្អូនហើយហើយថ្មិញគេដោះហើយដោះម្ដងទាំងក្រោមទាំងលើទាំងអស់6មើលមុខអូនយុមើលអំពូមីងមុខអូនគួរឲ្យខ្នាញ់អត់អូគេចេះកាន់ដោះគោញ៉ាំខ្លួនឯងទៀតឥឡូវនេះយើងកំពុងនៅផ្សារក្តាមរៀបចំទិញពីប៉ោងឲ្យអូនយុជីចឹងណាមើលមុខគេឲ្យតែបានរបស់លេងមុខរីកដូចក្របជីសោចសប្បាយចិត្តរហូតបើមិនសប្បាយចិត្តមិនរបស់អូនចូលចិត្តលេងហ្នឹងទើបតែ8ខែសោះក្បាលខូចនោះក្បាលខូចកំពូកូនហ្មងការពិតសោចហ្នឹងលួងប៉ាទេឃើញប៉ាអស់លុយច្រើនណោះតោះឥឡូវនេះយើងចេញលងបងប្អូនទាំងកណ្ដាលយប់ហ្មងមើលឲ្យហាមស្រក់ទឹកមាត់ឲ្យខ្ញុំបាបបងប្អូនហើយបងប្អូនទាំងអស់គ្នាឃើញម៉ោងប្រហែលដែរជួយខមមិនប្រាប់មួយមើលបើឃើញម៉ោង7ម៉ោង8យប់អត់សូវអីណាតែចាប់ពីម៉ោង10ដល់មិន12 10អីហើយបងប្អូនចាប់ហើយមើលតែមកប្រពន្ធខ្ញុំឲ្យប្អូនទៅគឺដាក់យកតែម្ដងបងប្អូនតែកុំមើលមាត់ខ្ញុំមាត់ខ្ញុំក៏តំណងដែរបងប្អូនហើយគឺផ្លឹបតែម្ដងនេះឲ្យវាគាយើងស្រស់ធំហ្មងហើយមានទាំងមឹកមានពងទេបងប្អូនហើយគឺពឺតយកអញ្ចឹងគ្រាន់តែខ្ញុំ voice over នេះបងប្អូនហើយក៏ស្រក់ទឹកមាត់ដែរឲ្យចុះបងប្អូនអ្នកមើលដឹងស្រក់ទឹកមាត់ប៉ុណ្ណាទេបងប្អូនហើយសុំទោសផងដែលធ្វើបាបទាំងយប់អញ្ចឹងតោះយើងមើលញ៉ាំអីតែប៉ុណ្្នឹងបានហើយមកមើលមុខកូនយុវិញបានមកលេងសមុទ្រគឺសប្បាយអហ្មងបងប្អូនឥឡូវនេះយើងកំពុងដើរលេងនៅពេលល្ងាចអញ្ចឹងហើយមើលទឹកសមុទ្រគឺអាលោកធំកូនយុកំពូកូនមកមុខគួរឲ្យខ្នាញ់មកបងប្អូនចេះខំមាត់ចេះអីណាទៀតសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងរៀបចំដំណើរចេញទៅលេងកែបបាទដូចពុកម៉ែបងប្អូនឃើញខាងដើមវីដេអូហើយបាទយើងទៅនេះយើងអត់បានជិះឡានជិះអីទេគឺយើងជិះម៉ូតូទៅតែម្ដងបាទយើងជិះម៉ូតូទៅ4នាក់អញ្ចឹងណាចំណែកពូខ្ញុំហើយនឹងសៃណែតនេះគឺតែងខ្លួនតែម្ដងបងប្អូនហើយដឹង style ខ្លះធ្វើខ្ជិលខ្ជូតអីណាហើយពូខ្ញុំនេះគឺខ្លាចតែមិនស្អាតគឺទៅណាមកណាតែងតែ make up រហូតអញ្ចឹងណាបងប្អូនជួយប្រាប់ខ្ញុំតិចមើលស្រីខ្ញុំឆ្ងល់តែងខ្លួនម្ដងគឺរាប់មកហើយបុប្រុសតែងខ្លួនតាមផ្លែទេហើយស្រីតែងនិយាយថាចេះថាប្រុសគ្មានថ្ងៃយល់អាហ្នឹងមិនវិញបងប្អូនទាំងអស់គ្នាហើយជាពិសេសស្រីជួយខមមិនប្រាប់បន្តិចមើលកន្លែងនេះខ្ញុំឆ្ងល់នេះនិយាយពីថាកូនយុវិញឃើញលក់ស្រួលដល់កហើយប៉ាម៉ាក់ហើយនឹងអីតែងខ្លួនហើយអស់ហើយកូននៅគេសំខាន់អូនអត់ខ្វល់ពេលប៉ាម៉ាក់រៀបចំខ្លួនហើយគឺអូនទៅដែរអូនយុឃើញលក់ស្រួលមែនតើហើយប៉ារៀបចំខ្លួនហើយក៏មកថតអូនលេងទៅហើយចំណែកម៉ាក់វិញដឹងកាលណារៀបចំខ្លួនហើយអញ្ចឹងប៉ាតនេប៉ាក៏ឡើងមកថតអូនអញ្ចឹងណាហើយនៅដល់មកថាគេកោគេអញ្ចឹងគេភ្ញាក់អញ្ចឹងណាមិនភ្ញាក់ឯសាអីគឺប៉ានឹងកោគឺដាស់អូនហ្មងដាស់អូនដល់ភ្ញាក់បើមិនដាស់មិនម៉ោង8ជាងហ្នឹងណាត់គ្នាថាទៅម៉ោង6ដល់មានអីភ្ញាក់ម៉ោង8ហើយតម្រាំរៀបចំខ្លួនហើយម៉ោង7-9បាទហើយយើងទៅលេងនេះយើងទៅបែប trip បែបអីចឹងណាបងប្អូនយើងទៅលក្ខណៈថាគ្រួសារតូចមើលអាយុធ្វើដូចឲ្យខ្លួនឯងកន្លោះចឹងហើយទៅតាម8ខែសោះមើលថ្មិញដោះទាំងពេញមាត់បាទទៅណាមកណាវិញគេថាពិសែនខ្នាញ់អើយសែនខ្នាញ់ហើយគេថាមកកាត់តាមប៉ាចឹងណាបងប្អូនទាំងអស់គ្នាទៅណាក៏អ៊ំពូមីងចូលចិត្តដែរកាត់តាមប៉ាទាំងអស់ហ្នឹងទាំងប្រវេមាត់តម្រង់ភ្នែកហើយនឹងចៅម៉ាក់គេតែនិយាយថាខំពោះពោះបកាត់ហ្នឹងអីហីទៅកាត់តាមប៉ាកាត់អីណាយូរទៅចំណែនប្តីទៅចំណែនអីណាគ្រាន់កូនកាត់តាមសោះហ្នឹងបងប្អូនឧទាហរណ៍ថាបើខ្ញុំឲ្យបងប្អូនយកទៅចិញ្ចឹមអីបងប្អូនយកតែនេះគ្រាន់តែឧទាហរណ៍ណាបងប្អូនបជាមិនឲ្យមែនតើគ្រាន់តែឧទាហរណ៍ណាមានតែមួយនឹងផងស្រឡាញ់ស្ទើលេបនេះមិនបើកូនចង់កន្លោះបានហើយរពើក៏រពើទៀតតោះឥឡូវនេះយើងបានរៀបចំខ្លួនហើយយើងក៏បានរៀបចំចេញដំណើរទៅបងប្អូនគឺមានតែម៉ូតូមួយទេជិះ4នាក់ទាំងអូនយូហើយនិយាយពីថាអីវ៉ាន់វិញគឺសពងស្ពាយតែម្ដងបាទគឺម្នាក់ដាក់កៅអៅទៅច្រើនណាទៅលេងតែ2-3ថ្ងៃសោះណាធ្វើដូចទៅលេងរាប់ខែអញ្ចឹងហើយខ្ញុំក៏បានជិះលេងអញ្ចឹងបងប្អូនថាទៅដល់ពេលណាគឺពេលហ្នឹងទៅជិះលេងសោះមកផ្លាត់ចិត្តដល់កែបបាទហើយចំណែកទេសភាពភ្នំអីគឺស្រស់ស្អាតមែនទែនបងប្អូនហើយឃើញធម្មជាតិអញ្ចឹងគួរឲ្យស្រឡាញ់អញ្ចឹងនិយាយរួមទៅគឺខ្ញុំស្រឡាញ់ធម្មជាតិបែបហ្នឹងអញ្ចឹងបងប្អូនហើយឥឡូវនេះយើងក៏បានឈប់សម្រាប់ទាំងអស់គ្នាហើយមើលមុខកូនយុវិញគឺគេស្រស់ស្រាយមែនទែនគេយុបានដើរលេងម្ដងអញ្ចឹងណាបន្ទាប់ពីយើងបានឈប់សម្រាប់រួចរាល់ហើយឥឡូវនេះយើងក៏បានមកដល់ទីក្រុងកែបអីយ៉ាមកដល់កន្លែងដើរលេងបាទហើយយើងក៏ទៅរកទស្សនៈគេងសិនចាបងប្អូនហើយទស្សនៈនេះគឺខ្ញុំអត់ទៅរកណាឆ្ងាយទេខ្ញុំនៅជិតមាត់សមុទ្រហ្នឹងតែម្ដងសួរយើងទុកដាក់អីវ៉ាន់ហើយទៅលេងមាត់សមុទ្រជិតអញ្ចឹងណាបងប្អូនអរគ្នាយើងទុកដាក់អីវ៉ាន់រួចរាល់ហើយឥឡូវនេះយើងបានចេញដំណើរទៅផ្សារក្តាមរហូតទៅទិញបាយហើយទិញគ្រឿងសមុទ្រញ៉ាំអញ្ចឹងណាដោយសារមកតាមផ្លូវគឺយើងគ្រាន់តែញ៉ាំនំញ៉ាំអីញ៉ាំទឹកផ្លែឈើអីគ្រាន់តែធ្លាប់ពោះសិនអញ្ចឹងបងប្អូនអរគ្នាយើងធៀមមកសមុទ្រនេះគឺយើងគោលបំណងចង់ញ៉ាំគ្រឿងសមុទ្រនិងលេងទឹកសមុទ្រហ្នឹងហ្មងហើយឥឡូវតើនិយាយពួកខ្ញុំដើរទៅហ៊ានថាផ្សារក្តាមចិត្តហ្នឹងតែអីចិត្តអីប្រហែលជា2-3 គីឡូដែរណាដើរមកចុកជើងដែរអញ្ចឹងមានអាជីពម៉ូតូទៅឯងគេអត់ដឹងគេស្មានថាផ្សារក្តាមនៅចិត្តហ្នឹងអញ្ចឹងណាបាទឥឡូវនេះយើងក៏បានមកដល់ផ្សារក្តាមដោយគោលបំណងហើយយើងក៏មកទិញគ្រឿងសមុទ្រទិញនឹងបកាហើយនឹងមឹកទេបងប្អូនអរគ្នាដោយសារក្តាមអីខ្ជិលបកអញ្ចឹងណាហ
ហើយចំណែកមកកូនយុវិញអើយគួរឲ្យខ្នាញ់មែនតើនិយាយវាថាខ្នាញ់អើយខ្នាញ់ហើយម៉ាក់អូនយុនឹងអ៊ីគេនេះមកឯងគេស្វាតរឿងពងនេះថាចង់ឲ្យកូនបានជិះលេងនៅក្នុងទឹកចឹងណាហើយអត់ដឹងថាសម្រាប់ចិត្តទិញពងមួយណាដោយសារពងសិតតែបែបខ្ជិះខ្ជូតបែបនៅស្អីចឹងណាហើយអូនយុនេះផុសទេហើយមានតែស្វាយប្រមាណមួយគឺដូចប្រុសហើយអាកន្លែងនេះក៏ខ្ញុំនិយាយថាថ្ងៃនេះសុំធ្វើកន្លោះមួយថ្ងៃអញ្ចឹងណាតែកន្លោះអីសិតតែអីវ៉ាន់កូននេះកន្លោះដែរតែកន្លោះកូនមួយអញ្ចឹងណាហើយឥឡូវនេះយើងក៏ឲ្យអ្នកលក់សពពងឲ្យអូនគឺយើងទិញពងស្វាយប្រមាណហើយឥឡូវនេះគឺទឹកមុខកូនយុគឺស្វាយចិត្តមែនតើបងប្អូនឲ្យតែបានរបស់លេងគឺអញញឹមបិទមាត់អញ្ចិតហ្មងដឹងកាត់ទៅតាមណាគេអត់បងប្អូនគឺកាត់ទៅតាមប៉ាណាកុំឆ្ងល់ប៉ានៅវិទូចហ្នឹងអូចូលចិត្តទារបស់លេងពីម៉ែណាតែអត់ទិញឲ្យមើលដឹងកោហ្មងមើលទឹកមុខអូនយុគេស្វាយចិត្តមែនតើបងប្អូនគេគ្រឹតពងហ្នឹងហ្មងហ្នឹងគេខាំមាត់ខាំកគេសោចផងអីផងអូយតែកូនបានស្វាយចិត្តប៉ាម៉ាក់ថាអស់ម៉ានអស់ទៅឲ្យតែកូនស្វាយចិត្តចឹងហើយកន្លោះអីចឹងនេះលេងដល់ហៀទឹកមាត់ហើយសោចស្វាយទៀតឥឡូវនេះកុំឲ្យខាត់ពេលយូរគឺយើងបានស្រោះគ្រឿងសមុទ្រឲ្យអស់ហើយមានតែបកាហើយនឹងមឹកទេបងប្អូនទាំងអស់គ្នាហើយនិយាយវាថាកូនយុវិញតាមមើលមុខប៉ាម៉ាក់ហើយនឹងអ៊ីញ៉ាមើលតាមនេសាអូនញ៉ាំអត់ទាន់កើតចឹងអីម៉ាក់មិញគេលួចបញ្ចុកទៀតណាកូនញ៉ាំអត់ទាន់កើតផងហ្នឹងហើយយើងអង្គុយញ៉ាំនេះគឺអង្គុយក្បែរមាត់សមុទ្រហ្មងគឺឆ្នេរបងប្អូនគឺ fresh ហ្មងអង្គុយញ៉ាំមើលទេសភាពដ៏ស្រស់ស្អាតចឹងណាបងប្អូនទាំងអស់គ្នានិយាយវាថាប៉ាសក់នោះសក់កូនមួយតែសក់វិញមិនបាច់និយាយសក់បែបចង្ហាអីចឹងណាឥឡូវនេះយើងដល់ម៉ោងញ៉ាំបាយហើយបាទបែបសាបសាមញ្ញអញ្ចឹងណាបងប្អូនតែលក្ខណៈមានក្តីសុខដែរហ្នឹងណាហើយនិយាយវាថាដាក់មឹកមួយម៉ាត់បងប្អូនឲ្យខ្ទិះឲ្យសិតតពងទៀតគ្រាន់ញ៉ាំមិញពងចេញមកអញ្ចឹងណាហើយនិយាយរួមទៅគឺយើងបានមកលេងសមុទ្រហើយគឺយើងបានមកញ៉ាំគ្រឿងសមុទ្រស្រស់ទៀតបងប្អូនទាំងអស់គ្នាគឺអត់ខកចិត្តទេបងប្អូនទាំងអស់គ្នាសុំមកបែបញ៉ាំអញ្ចឹងណាហើយខានកាត់វីដេអូយូរខានបញ្ចូលសលេងយូររៀងឆ្កងមិននេះឥឡូវនេះចាប់ផ្ដើមផលិតវីដេអូចែកពុកម៉ែបងប្អូនទស្សនាកំសាន្តវិញហើយបាទហើយពេលពុកម៉ែបងប្អូនទស្សនាហើយកុំភ្លេចជួយចុច like page ហើយនឹងជួយចុច like comment ហើយនឹង share វីដេអូម្នាក់មួយផងណាហើយនិយាយចឹងខ្ញុំថតអីថតទៅអត់ខ្វល់សំខាន់ប្រពន្ធខ្ញុំហើយនឹង net អីគឺញ៉ាំយកតែម្ដងបាទសំខាន់ចង់ញ៉ាំហើយអ្នកថតក៏ថតទៅមិនបាច់ញ៉ាំមិនបាច់អីទេគឺតែថតវីដេអូហ្នឹងទៅបងប្អូនឃើញតំណងអត់អានេះយើងញ៉ាំបែបសាមញ្ញអញ្ចឹងណាហើយភ្លេចអីចឹងភ្លេចទិញចានស្នោមកអញ្ចឹងយើងមានតែហាយថងអញ្ចឹងហ៎បងប្អូនហើយមើលបកានេះគឺធំមែនតើហើយមើលសិតតែខួរគេតំណងហ្មងឥឡូវកំពុងតែ voice over បដាហើយចង់ទៅលេងកែបម្ដងទៀតបដាអញ្ចឹងណាបងប្អូនគ្រាន់មើលទេសភាពទៅវាតំណងពេកអញ្ចឹងដល់វាដាក់កាមេរ៉ាចោលយើងថតខ្លួនយើងញ៉ាំម្ដងព្រោះអីអត់មានអ្នកគេថតទេគឺគេគិតតែញ៉ាំដែរអញ្ចឹងយើងមានដាក់កាមេរ៉ាហើយយើងញ៉ាំមួយមាត់តំណងមែនតើហើយឥឡូវដល់វាណែតញ៉ាំម្ដងយើងញ៉ាំអ្នកម៉ាត់អញ្ចឹងថតឲ្យពុកម៉ែបងប្អូនមើលស្រក់ទឹកមាត់អញ្ចឹងណាហើយពុកម៉ែបងប្អូនមើលពេលថ្ងៃសើអីសំខាន់តែមើលពេលយប់តែម៉ោងមិន10ឬក៏1អីហើយគឺចប់ហើយកុំជេរកុំអីខ្ញុំណាតិចឲ្យខ្ញុំបាបចុះបន្ទាប់ពីយើងញ៉ាំបកាហើយឥឡូវនេះយើងដល់វគ្គញ៉ាំមឹកម្ដងគឺញ៉ាំក្បាលមឹកក្បាលមឹកក៏តំណងដែរបងប្អូនហើយឥឡូវនេះយើងញ៉ាំមឹកមួយទាំងមូលតែម្ដងបាទនិយាយពីថាជាតិដល់វគ្គយើងញ៉ាំហើយយើងញ៉ាំពឺម្ដងទៅយើងចាំការទៀតយើងញ៉ាំមកអស់ដៃទៅកុំខ្វល់ច្រើនសំខាន់ញ៉ាំហើយមកផ្ទះវិញញ៉ាំមីធម្មតាឥឡូវនេះយើងបានញ៉ាំរួចរាល់ហើយយើងក៏មកគេងរឹងលេងមើលទឹកសមុទ្រហើយចំណាយកូនយុវិញគេជីពងគេហើយទិញស្វាយមិនមែនទេឥឡូវបានអីគេណា unicorn នេះណាហើយបែបខ្ជិះខ្ជូតចឹងណាសំខាន់កូនយុថាអត់ខ្វល់មិនថាស្វាយមិនមែនមិនថា unicorn ទេគឺស្វាយចិត្តឲ្យតែបានជិះបានលេងចឹងហើយអ៊ីគេនោះក៏អញ្ចឹងដែរក្មួយបានមានអីជិះលេងមានអីក៏ស្វាយចិត្តដែរហើយបងប្អូនទាំងអស់គ្នាមើលទេសភាពមិនដែរមើលទៅមានអារម្មណ៍ស្រស់ស្រាយអត់ឃើញទឹកសមុទ្រវាល្វឹងល្វើយចឹងណាបន្ទាប់ពីយើងញ៉ាំអីឆ្អែតអង្គុយឲ្យបានស្រក់ពុះមិនសន្ទុះហើយឥឡូវនេះយើងក៏បានមកដើរលេងនៅឆ្នេរសមុទ្រដងបានមកខែនេះចំខែវស្សាបងប្អូនអញ្ចឹងទឹកសមុទ្ររៀងអាឡូកធំបន្តិចហើយតោះអញ្ចឹងយើងបើកសំឡេងដើម្បីស្ដាប់ទឹកសមុទ្រទាំងអស់គ្នាម្នាក់វិថាឲ្យតែបានមកលេងសមុទ្រអីញ៉ាំបិទមាត់អញ្ចិតអង្គុយមើលទឹកសមុទ្រទោះអត់បានលេងក៏បានអង្គុយមើលអញ្ចឹងណាដោយសារទឹកអាឡូកធំពេកហើយណាមួយល្ងាចហើយគឺអត់មានតែគេចង់ចោះលេងទេមានតែមកអង្គុយមើលទេសភាពអញ្ចឹងណាហើយបើកូនយុវិញពួកគេងលើម៉ាក់គេសោកសោះណាដល់ពេលឃើញប៉ាថតប៉ាអីមកតាមប៉ាមកអីវិញណាកំពូលលោកកូនហ្មងហើយ vlog នេះខ្ញុំថាថតតែត្រឹម 4-5 នាទីទេឥឡូវមកធ្លាជិត10 នាទីនេះហើយចំណែកណែតវិញឆ្ងល់ថាមិនមានរូបសំណាកនាងសិលាអញ្ចឹងណាហើយបងប្អូនណាខ្លះបានមើលវីដេអូនេះដល់ចប់តិចធុញអ្នកបញ្ចូលសលេងហ្នឹងពេលនេះដល់វគ្គកូនយុចូលលេងទឹកទៀតហើយបាទគេមានពងគេមួយមានអីបានត្រឹមកាន់ត្រឹមទប់អញ្ចឹងដោយសារទឹកអាឡូកមកធំពេកចឹងតែអត់ទប់ទេគឺប៉ើងតាមអាឡូកហើយបាទហើយទឹកមុខជូនេះមិនមែនមកពីអីណាមកពីធុញនឹងទឹកអាឡូកខ្លាំងពេកបងប្អូនទាំងអស់គ្នាទស្សនាកុំភ្លេចជួយចុច like page និង like វីដេអូនិង comment និង share ម្នាក់មួយផងបាទហើយកុំភ្លេចរងចាំវីដេអូបន្តទៀត